សួស្តីប្រិមិត្តដែលតែងតែគ្រប់គ្រង Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីនាវាចម្បាំងសម្រាប់បេសកកម្មល្បាតនិងប្រយុទ្ធអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីនាវា TAPE 056ទាំងអស់គ្នានាវា TAPE 056គឺជាប្រភេទនាវាចម្បាំងដែលមានតួនាទីក្នុងការល្បាតនិងមានសមត្ថភាពប្រយុទ្ធវាយប្រហារសត្រូវបានផងដែរនាវាចម្បាំង TAPE 056នេះគឺជាផលិតផលរបស់ប្រទេសចិនផលិតដោយក្រុមហ៊ុន Hongdu Zhuhai Shipbuilding ត្រូវបានដាក់ពង្រាយឲ្យប្រើប្រាស់ដោយកងទ័ពជើងទឹករំដោះប្រជាជនចិនដើម្បីដាក់ឲ្យបម្រើការជំនួសនៅប្រភេទនាវាល្បាតចាស់ៗនាវាប្រភេទ TAPE 056ដំបូងបានដាក់ឲ្យចូលបម្រើការនៅក្នុងជួរកងទ័ពជើងទឹករបស់ប្រទេសចិននៅក្នុងខែមីនាឆ្នាំ2013ហើយប្រភេទនាវា TAPE 056ចំនួន22គ្រឿងត្រូវបានសាងសង់សម្រាប់បេសកកម្មនៃសង្គ្រាមប្រឆាំងនាវាមួយទឹកហើយនិងនាវាប្រភេទ TAPE 056A បានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពឆ្នាំ2014ជាមួយនឹងនាវាចំនួន50គ្រឿងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់បម្រើការឲ្យកងទ័ពជើងទឹករំដោះប្រជាជនចិននាវា TAPE 056ត្រូវបានធ្វើការនាំចេញឲ្យទៅកងនាវាចរជាតិអាល់ហ្សេរី កងទ័ពជើងទឹកបង់ក្លាដេស កងទ័ពជើងទឹកនីសេរីយ៉ានៅក្នុងនោះ website Wikipedia បានបង្ហាញថានាវា2គ្រឿងកំពុងសាងសង់សម្រាប់កងទ័ពជើងទឹកកម្ពុជាដូច្នេះកងទ័ពជើងទឹកកម្ពុជានឹងមាននាវាប្រភេទ TAPE 056ប្រើប្រាស់នៅក្នុងថ្ងៃអនាគតចំពោះលក្ខណៈទូទៅរបស់នាវា TAPE 056មានតួនាទីសំខាន់សម្រាប់ល្បាតនិងប្រយុទ្ធវាមានទម្ងន់ 1500 តោនមានប្រវែង90ម៉ែត្រទទឹង 11.14 ម៉ែត្រជម្រៅទឹក4ម៉ែត្រនាវានេះវាប្រើប្រាស់ម៉ាស៊ីនម៉ូទ័រម៉ាស៊ូតចំនួន2ដែលមានល្បឿន46គីឡូម៉ែត្រក្នុង1ម៉ោងអាចប្រតិបត្តិការបានចម្ងាយ 6500 គីឡូម៉ែត្របើកនៅក្នុងល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងនាវានេះប្រើប្រាស់ប្រព័ន្ធចាប់សញ្ញានិងប្រព័ន្ធដំណើរការដូចជារ៉ាដាស្វែងរកគោលដៅលើដីនិងលើអាកាសប្រភេទ TAPE 360និងរ៉ាដាគ្រប់គ្រងការបាញ់ប្រភេទ TAPE 347G ការបំពាក់សព្វាវុធរបស់នាវា TAPE 056រួមមានកាំភ្លើង AK176 ទំហំ71មីលីម៉ែត្រចំនួន1ដើមកាំភ្លើងយន្ត HPJ-17 ទំហំ30មីលីម៉ែត្រចំនួន2ដើមមីស៊ីលប្រឆាំងនាវា YJ-83 មានចំនួន4ដើមមីស៊ីលការពារអាកាស HHQ-10 SAM មួយឈុតមានចំនួន8គ្រាប់មានបំពង់បាញ់មីស៊ីល Torpedo Triple 324មីលីម៉ែត្រប្រឆាំងនាវាមួយទឹកចំនួន2ដើមហើយនាវានេះអាចផ្ទុកឧទ្ធម្ភាគចក្របានមួយគ្រឿងប្រភេទ Z9ខ្ញុំបាទសូមអរគុណចំពោះការគាំទ្រនិងទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ